បាទសួស្តីបងហ្នឹងហើយវីដេអូនេះយើងមកជួបគ្នាជាមួយនឹងការ activate Office ហើយនឹង Windows 10ណា Windows 10 Pro ហើយនឹង Office 2016អញ្ចឹងដំបូងគឺយើងចូលមក activate Office របស់យើងសិនមកបាទហើយសម្រាប់ការ activate Office គឺយើងត្រូវភ្ជាប់អ៊ីនធឺណិតណាកាលណាអត់មានអ៊ីនធឺណិតយើងអាច activate Office បាននេះណាអញ្ចឹងយើងបើកកម្មវិធី Word របស់យើងមក Word ក៏បាន Excel ក៏បាន PowerPoint បានដែរណាយើងចុចបើកមកបាទអញ្ចឹងវា load message បែបនេះអានេះវាបញ្ជាក់ថា Office របស់យើងហ្នឹងវាអត់មាន license ណាហើយមួយទៀតវា load message បែបនេះអានេះក៏បញ្ជាក់ថា Office របស់យើងហ្នឹងអត់ license ឬក៏ expire ដែរណាហើយមកចំណុចទៀតដែលវា load message បែបនេះវា load message បែបនេះបាទវា load message បែបនេះវាបញ្ជាក់ថា Office របស់យើងហ្នឹងអត់មាន license ដូចគ្នាណាវា expire អញ្ចឹងវានឹង load ទាំងបែបនេះដើម្បីឲ្យយើងធ្វើការ activate Office ណាអញ្ចឹងសម្រាប់ការ activate Office គឺយើងចុចយកឡើងនេះណា I have product key ករណីដែលបងប្អូនមាន key license ហើយអញ្ចឹងណាអញ្ចឹងយើងចុចឡើងហ្នឹងមកបាទរួចហើយវានឹង load បែបនេះឲ្យយើងបំពេញ product key បាទអញ្ចឹងខ្ញុំធ្វើការបំពេញមកបាទបន្ទាប់មកយើងចុច activate Office របស់យើងមកណាអញ្ចឹងពេលដែលយើងដាក់ product key យើងចូលហើយករណីដែលវាអត់មាន load បង្ហាញ message អីសោះអញ្ចឹងយើងបិទកម្មវិធី Word របស់យើងវិញមកបាទហើយយើងបើកកម្មវិធី Word របស់យើងសារថ្មីឥឡូវវា load message មកបែបនេះម្ដងទៀតណាបើករណីវា load បែបនេះហើយគឺយើងថេកយកខាងក្រោមសិនណាយើងថេកយកខាងក្រោមមកព្រោះហើយយើងចុច next បាទយើងចុច next មកបើវា load មកបែបនេះយើងត្រូវថតបាទវាថតនេះខាងលើនេះ ID ខាងក្រោមនេះហៅថា CID ណាអញ្ចឹងយើងត្រូវថតវាដើម្បីបាន CID ណាយើងថតសិនមកព្រោះយើងចុច save មកអញ្ចឹងសម្រាប់ Office ប្រភេទ Retail ពេលដែលយើងបាន CID ហើយយើងចុចបែបវាសិនមកព្រោះហើយយើងចុច click យកខាងលើបន្តមកទៀតយើងចុច next តែប៉ុណ្ណឹងមក Office របស់យើង activate បានជោគជ័យហើយអញ្ចឹងយើងចុច close វាមកហើយសម្រាប់បងប្អូនដែលមានកុំព្យូទ័រដែលមានអ៊ីនធឺណិតលឿនយើងចុចចូលមកកន្លែង account នេះយើងចុចចូលមកកន្លែង account យើងធ្វើការ update វាមួយដើម្បីទទួលបាន version ចុងក្រោយឥឡូវនេះយើង update ចប់យើងចុច close មកអញ្ចឹងជំហានបន្ទាប់គឺយើងចូលទៅ activate Windows ម្ដងណាមិញយើង activate Office ហើយយើងបើកវាមកវាលែងមានបញ្ហាអីយើងអាចប្រើប្រាស់វាបានឥឡូវយើងចូលទៅ activate Windows ម្ដងយើងចូលមកកាន់ line start icon នេះមកយើងចូលមកកាន់ start ឬហើយយើងចូលមកកាន់ setting នេះបើដោយសារតែ Office នេះវាអត់ទាន់ activate វា load message វា load នៅខាងក្រោមនេះណាអញ្ចឹងដំបូងយើង check មើល license នេះសិនតើវាជា license correct ឬក៏ជា license ប្រភេទអីណាអញ្ចឹងរបៀប check license គឺយើងចុច control បូកយើងចុច Windows ណា key Windows បូកជាមួយនឹងអក្សរ O យើងចុច Windows បូកអក្សរ O រួចហើយយើងវាយពាក្យនេះណាព្រោះនេះខ្ញុំ remote ចូលដែរតែមិនម្ចាស់ computer គាត់រវល់គាត់អាចសិនទៅណាអញ្ចឹងយើងវាយពាក្យបែបនេះចូលមកនេះ slmgr.vbs.clear/dli ណាអញ្ចឹងយើងវាយមកយើងចុច OK អញ្ចឹងកុំព្យូទ័រនេះវាអត់មាន license ទេវាប្រើប្រភេទ KMS ប្រើកម្មវិធី KMS សម្រាប់ធ្វើការ activate អញ្ចឹងយើងទុកវាមួយ license យើងឥឡូវយើងចូលទៅ activate Office activate ឥឡូវយើងទុកនេះមួយ license យើងចូលទៅ activate Windows របស់យើងនេះដោយយើងប្រើប្រាស់ key license ឬក៏ product key នឹងឯងណាអញ្ចឹងយើងចូលមកឡើងនេះវិញតែបើថាវាអត់មាន load បែបនេះទេយើងចូលមកកាន់ update and security នេះដាក់វាធំបែបនេះមកអញ្ចឹងយើងចូលមកកាន់ update and security ឬហើយយើងចូលមកកាន់ activation បាទអញ្ចឹងខ្ញុំដាក់ថា Windows is not activate បាទនេះ Windows 10 Pro វា load message ក្រហមបែបនេះណាអញ្ចឹងយើងចូលមកកន្លែងនេះ change product key យើងដាក់ product key យើងចូលមកអញ្ចឹងយើងដាក់ key យើងបញ្ចូលមកព្រោះយើងចុច activate ចុច activateបាទOffice របស់យើង activate បានរួចរាល់ហើយយើងចុច close មកហើយខាងលើនេះវាលែងមាន load message ក្រហមហើយការឡើង activation នេះវាដាក់ថា Windows is activated with digital license បាទអញ្ចឹងយើង activate បានជោគជ័យឥឡូវយើងចុចបិទនេះរួចហើយយើងទៅបើកRAMយើងសារថ្មីយើង check មើលវាម្ដងទៀតអញ្ចឹងអានេះវាខុសគ្នាបាទអានេះយើង activate ដោយប្រើប្រាស់ product key ប្រភេទ OEM ណាហើយមួយនេះយើងមកពីនេះវា crack ដែលប្រើប្រាស់កម្មវិធី KMS បាទ
ប្រភេទ VR បាទហើយសម្រាប់ការ activate Office ហើយនឹង Windows គឺយើងមានតែប៉ុណ្្នឹងបាទអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត